នេះគឺជារថយន្ត Mercedes-Benz S350L ឆ្នាំ2011 Free អូខេសម្រាប់ពុកម៉ែបងប្អូនដែលប្រើជាមួយនឹងរថយន្ត Mercedes ហើយយើងអត់ចង់ខ្វល់ខ្វាយជាមួយបូមខ្យល់បូមឡើងចុះបូមភ្លើងឥឡូវនេះគឺយើងមានជម្រើសល្អមួយទៀតហើយកាន់តែពិសេសកាន់តែលើសនិយាយទៅគឺលើសខ្លាំងមែនទែនលើសពីបូមម៉ាស៊ីនបាទនេះគឺយើងមានជម្រើសល្អពុកម៉ែបងប្អូនលែងខ្វល់ខ្វាយហើយគឺយើងអាចប្រើជាមួយនឹងបូមរបស់ Hotbit បានបាទនេះគេនេះគឺជារថយន្ត Mercedes-Benz S350L ឆ្នាំ2011ហើយយើងធ្វើការបដូរបូមទាំង4ដើមតែម្ដងជាមួយនឹង Racer 4ដើមដូចគ្នាជាប្រភេទ Racer នៅជាប់បូមបែបនេះណាឥឡូវយើងមកមើលមួយគ្រឿងនេះវិញបាទសម្រាប់មួយគ្រឿងនេះវិញគឺជារថយន្ត Nissan Patrol ឆ្នាំ2002ដែលកំពុងតែធ្វើការបដូរបូម Hotbit ដូចគ្នាប៉ុន្តែគាត់ថាឥឡូវនេះគឺយើងរៀបចំបដូរគ្រឿងក្រោមសម្រាប់តែ Patrol Nissan គឺយើងនឹងធ្វើការបំពាក់កាំងដែកមុខក្រោយបាទគឺដូរបូមទាំង4ដើមក៏ដូចជា Racer ទាំង4ដើមផងដែរសម្រាប់ពុកម៉ែបងប្អូនដែលមានបញ្ហាដូចជាបូមជិះទៅអត់ស្រួលចង់បានរបស់ដែលខ្លាំងលើសពីក្រុមហ៊ុនគឺមានជម្រើសល្អប្រភេទបូម Hotbit សម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាជិះទៅអត់ឃ្លងអត់រលាកអត់ឃ្លីងឃ្លងចាប់ផ្លូវបានល្អជិះ smooth ធ្វើការបានទាំងក្រុងទាំងស្ថានភាពផ្លូវបែបណាគឺប្រើបានទាំងអស់ហើយអាចសេរីលេខទុនរឹងបានដូចគ្នាបាទអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាចាប់អារម្មណ៍អាចឆាតចូលព័ត៌មានបន្ថែមនៅក្នុង page បាន